គេថារបស់កម្រគឺជារបស់ដែលមានតម្លៃនិងគ្រប់គ្នាត្រូវការប៉ុន្តែមនុស្សស្មោះកម្រដែរប៉ុន្តែត្រូវតែគេបោកយ៉ាងដូចនេះអានមានគឺមិនយល់នោះទេខ្ញុំគ្រប់ត្រូលលោកអើយលោកពេញដំហឹងហ្មងចឹងសូមបកស្រាយឲ្យអមានម្នាក់មួយផងហ្នឹងហើយកុំខាត់ពេលវេលាយូរចូលទៅកាន់សាច់រឿងរបស់យើងទៅម្ដងទៅបន្ទាប់ពីអច័យមកវិញរបស់យើងត្រូវរបួសនៃការវិវត្តរបស់រន្ទះឋានសួគ៌ទាំង9ហើយនឹងក៏នៅទៅបានរអ៊ូបន្តិចទៀតរន្ទះឋានសួគ៌នឹងវាប្រហាមកហើយប៉ុន្តែគណៈពេលនោះតួរបស់យើងក៏បានដល់ព្រលឹងមកជួយទៅកាន់នាងព្រមទាំងបានរំលឹកប្រសិនបើជាអ្នកអស់ធម្មពលឈីខ្លាំងជាងនេះទៀតនោះប្រកាសជាអ្នកត្រូវស្លាប់ជាមិនខាននាងក៏បានថាក៏វិញតែម្ដងឥឡូវនេះអ្នកកំពុងតែប្រើធម្មពលដើម្បីទប់ទល់ទៅកាន់រន្ទះឋានសួគ៌ហើយអ្វីក៏អ្នកដល់ព្រលឹងចេញមកខាងក្រៅយ៉ាងដូចនេះវូយ៉ងក៏បានប្រាប់ទៅកាន់នាងវិញថាមិននោះទេរាងកាយព្រលឹងរបស់ខ្ញុំគឺអាចផ្សេងធម្មពលរបស់ដែនដីនិងអំណាចនៃឋានសួគ៌ដើម្បីប្រើប្រាស់ជាធម្មពលរបស់ខ្ញុំផ្ទាល់វាមិនអីនោះទេកុំបារម្ភអំពីវាអីគ្រាន់តែជួយខ្ញុំទប់ទល់នឹងការវាប្រហាររន្ទះនៅទិសខាងលិចដើម្បីការពារម្ដាយរបស់ខ្ញុំឲ្យមានស្ថិរភាពបន្ទាប់មកគាត់ក៏ប្រមូលធម្មពលដែលបង្កើតបានជានាគរាជទាំងពីរនេះនិយាយទៀតដែរថាខ្ញុំនឹងការពារទៅកាន់អ្នកតែមើលទៅកាន់រូបរាងនាគរាជទាំងពីរនេះពិតជាកំណាចខិតថាមិនធម្មតានោះទេអត់មិនច្រឡំធម្មពលនាគរាជទាំងពីរនេះគឺជាធម្មពលរបស់រន្ទះឋានសួគ៌នោះទេទោះឲ្យប្របន្ទាប់ពីឃើញធម្មពលរន្ទះឋានសួគ៌ដល់ខ្លាំងក្លាហើយមិនຕົកយូរឯណាក៏បានប្រធម្មពលរបស់គាត់ក៏ដៅទៅកាន់ដៅអតិទេពវិប្រាទៅកាន់នាគរាជទាំងពីរនោះតែម្ដងតែមើលទៅកាន់ចំហាយនៃធម្មពលដែលប៉ះគ្នានឹងគឺពិតជាមិនធម្មតានោះទេបន្ទាប់មកគាត់ក៏អាចដោះស្រាយទៅកាន់រន្ទះឋានសួគ៌ទាំង9បាននិងក៏បានចេញផ្លូវឋានសួគ៌មួយមកម្ដាយរបស់គាត់គណៈពេលនោះក៏បានដឹងខ្លួនផងដែរនាងក៏បានសួរតើជាអ្នកមែនទេតួប្រុសក៏បានសួរពិតមែនហើយខ្ញុំនឹងហើយនិងនាងក៏បាននិយាយឯងឥឡូវនេះគឺបានធំហើយបន្ទាប់មកនាងនឹងក៏ចង់ដំណើរចេញពីទីនេះតែម្ដងប្រហែលជាដោយសារតែនាងខ្វះទៅកាន់អ្វីមួយនឹងឯងមើលទៅព្រមទាំងមកបញ្ជាក់ទៀតថាប្រសិនបើជាអ្នកចង់រកខ្ញុំឃើញនោះសូមអ្នកធ្វើដំណើរទៅកាន់កន្លែងទាំង5នេះទៅនិងក៏បានប្រាប់គាត់ថាខ្ញុំនឹងរងចាំអ្នកនៅទឹកដីទេពអប្សរហើយនាងក៏បានចាក់ចេញគណៈពេលនោះទៅវូយ៉ងក៏បាននឹកឃើញកាលពីអតីតកាលផងដែរកាលពីអតីតកាលខ្ញុំនិងឪពុកខ្ញុំក៏បានស្វែងរកទៅកាន់ម្ដាយរបស់ខ្ញុំផងដែរពុករបស់គាត់ក៏បានសួរថាអ្នកបានផ្ដល់អ្វីដែលខ្ញុំបានឲ្យទៅកាន់ម្ដាយរបស់អ្នកឯនៅគាត់ក៏បានតបទៅវិញថាមិននោះទេខ្ញុំក៏បានធ្វើវាហើយគាត់ក៏នៅតែបានរੂខ្ញុំគ្រាន់តែចង់ថាប់ទៅកាន់ម្ដាយរបស់ខ្ញុំតែប៉ុណ្ណោះហើយអ្វីក៏មិនបានទៅឪពុករបស់គាត់ក៏បានប្រាប់ដែរថាវាមិនអាចទៅរួចនោះទេព្រោះយើងគឺជាបិសាចប្រកាសណាបើអ្នកធ្វើទៅកាន់រឿងមួយនេះនោះប្រកាសណាវាប្រកាសជានាំបញ្ហាទៅដល់ម្ដាយរបស់អ្នកកាន់តែខ្លាំងគាត់ក៏បានតបទៅវិញគាត់គឺពិតជានឹកទៅកាន់ម្ដាយរបស់គាត់ខ្លាំងណាស់ប៉ុន្តែឪពុករបស់គាត់ក៏បានអាសាថាគាត់ជាកូនល្អកុំបារម្ភអំពីរឿងនេះអីគាត់ក៏នៅតែរੂខ្ញុំមិននឹកស្មានថាវានឹងមានការផ្លាស់ប្ដូរនោះទេបន្ទាប់មកក្រុមគ្រួសាររបស់ពួកយើងមិនដែលបានជួបជុំគ្នាសោះឡើយដើម្បីរស់នោះខ្ញុំគឺត្រូវការវឹកហាត់ដើម្បីឲ្យមានកម្លាំងខ្លាំងក្លាទីបំផុតខ្ញុំបានក្លាយជាប្រមាចារ្យខ្លាំងក្លាបំផុតនៃពុជពងបិសាចប៉ុន្តែត្រូវបានពួកបាក់បោក្បត់និងនាំគ្នាចោះចូលជាមួយនឹងពួកអ្នកដទៃទៀតដើម្បីវិប្រហាសម្រាប់យកជីវិតមកកាន់ខ្ញុំនិងក៏នៅតែបានរੂនឹងម្ដាយកុំបារម្ភអីបន្តិចទៀតខ្ញុំនឹងទៅរកទៅកាន់អ្នកនិងនាពេលឆាប់នេះប្រកាសណាខ្ញុំក៏បានទៅដែនដីហាមឃាត់នៃគ្រួសារស៊ូរួចបាត់ទៅហើយប៉ុន្តែនេះគឺជាអ្វីដែលទានព្រលឹងរបស់ម្ដាយរបស់ខ្ញុំបាននាំផ្លូវទៅទៀតប្រហែលជាតំបន់ទឹកដីទាំង5មួយចឹងទៅខ្ញុំក៏ទទួលបានមូលដ្ឋានដាំដុះនៃទ្រព្យទ្វាទាំង5ផងដែរនិងបងប្អូនទាំង4ទៀតតើអាចជួបខ្ញុំដើម្បីបញ្ចប់ការដាំដុះនៃត្រកូលទាំង4ផ្សេងទៀតបានទេបើសិនជាអាចនោះវាគឺជារឿងដែលល្អអ្វីដែលលើសពីនេះទៅទៀតនោះយើងគឺត្រូវតែកែលម្អមូលដ្ឋាននៃការដាំដុះនិងទៅកាន់ពិភពលោកអមតៈប្រកាសណាខ្ញុំនៅតែមានការសង្សឹកដ៏ធំមួយទៀតបន្ទាប់ពីរੂហើយគាត់ក៏បានទៅមើលទៅកាន់ចែមួយវិញផងដែរនិងក៏បានប្រាប់ទៅកាន់នាងមិននោះទេគណៈពេលនេះនាងគឺមានបញ្ហាខ្លាំងក្លាណាស់ចាំខ្ញុំជួយទៅកាន់នាងទៅចោនាងក៏បានតទៅវិញមិនបាច់ខ្ជិះជាធម្មពលរបស់អ្នកនោះទេចាំឲ្យធម្មពលនៃភ្នំពោះខៀវនេះព្យាបាលមកកាន់ខ្ញុំទៅហើយរូបរាងកាយអមតៈនៃព្រមចារីក៏ព្យាបាលមកកាន់ខ្ញុំដោយខ្លួនឯងបានដែរតួឲ្យប្រុសក៏បានតទៅវិញមិននោះទេគណៈពេលនេះនាងក៏ព្យាបាលទៅកាន់ខ្លួនឯងបានខ្ញុំបារម្ភថាពេលណាមួយអ្នកក៏មិនអាចព្យាបាលទៅកាន់ខ្លួនឯងបានប៉ុន្តែគណៈពេលនោះស្លាប់បញ្ជាក៏បានរឡើងទៀតហើយកូនចៅរបស់គាត់ក៏បានតាក់ទងមកទៀតហើយថាបន្តិចទៀតនឹងមានពិធីបុណ្យជប់ជុំមួយសតវត្សម្ដងរវាងស្ដេចបិសាចរូបពលនេះឬក៏ពពួកបិសាចអីចឹងទៅនឹងក៏បានអញ្ជើញទៅកាន់អ្នកដឹកនាំសម្ព័ន្ធទាំង4ផងដែរឬក៏គ្រួសារទាំង4នេះអីចឹងទៅប្រកាសណាតំបន់របស់យើងឬក៏ទីក្រុងរបស់យើងក៏ទទួលបានវាផងដែរតួឲ្យប្រុសក៏បានសួរថានៅកន្លែងណាទៅគេក៏បានប្រាប់ទៅវិញថាគឺជាយ៉ាអូជីបន្ទាប់ពីបានលើហើយគាត់ក៏បានប្រាប់ទៅវិញមិននោះទេរៀបចំអ្នកឆ្មាំដើម្បីការពាររងចាំខ្ញុំទៅបន្តិចទៀតខ្ញុំនឹងត្រឡប់ទៅវិញបន្ទាប់មកគាត់ក៏បានសួរទៅកាន់អាចារ្យមួយវិញហើយតើអ្នកអាចទៅជាមួយខ្ញុំបានដែរទេប្រកាសណាទឹកដីបរិសុទ្ធយ៉ាអូជីប្រកាសជាអាចព្យាបាលទៅកាន់អ្នកបាននាងក៏បានសួរទៅវិញតើបឹងបរិសុទ្ធនៅទីនោះមានសកម្មភាពឬក៏អាចព្យាបាលមកកាន់ខ្ញុំដែរមែនទេប្រកាសណាជនជាតិយ៉ាអូនឹងមិនអនុញ្ញាតឲ្យខ្ញុំខ្លាចជានារីបរិសុទ្ធនោះទេ
ตัวเราก็มาตัวវិញថាមិននោះទេទោះតែសាបានយើងដឹងប៉ុន្តែអាចារ្យមួយវិញរបស់យើងមិនចង់ទៅនោះទេព្រមនឹងចង់បដិសេធទៅកាន់គាត់ប៉ុន្តែទោះរបស់យើងក៏បានប្រាប់ទៅវិញមិននោះទេនេះគឺស្ដាប់បង្គាប់ទៅខ្ញុំបន្តិចទៅមើលបន្ទាប់មកមិនចាំយូរគាត់ក៏បាននាំអាចារ្យរបស់យើងចាស់ចេញទៅទីនោះតែម្ដងមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរមកកាន់ទឹកដីយ៉ាអូនៅពិតប្រាកដព្រមទាំងបានណែនាំទៀតថាទឹកដីយ៉ាអូមួយនេះគឺអាចជាបាលទៅកាន់មនុស្សដែលមានរបួសយ៉ាងធ្ងន់ធ្ងរប៉ុន្តែវាគឺត្រូវបានជាបាលដល់ពិភពទឹកនៅទីនេះបន្ទាប់ពីធ្វើដំណើរមកដល់គាត់ក៏បានប្រាប់ទៅកាន់អាចារ្យមួយវិញទៀតថានៅទីនេះឥឡូវនេះវាជារដូវនេះរដូវវាគឺមានអំណោយទានណាស់ចំពោះអ្នកឥឡូវនេះវាប្រកាសជាបាលទៅកាន់អ្នកបានបន្ទាប់ពីចូលមកដល់ខាងក្នុងហើយក៏បានសួរទៅកាន់ប្រតិចាម្នាក់តើនៅទីនេះមានបន្ទប់ដែលក្នុងសតដែរទេគាត់គឺចង់ទិញនៅទីនេះប៉ុន្តែប្រតិចាម្នាក់នោះក៏បានឃើញក៏បានដេកក្បាលតែម្ដងឆ្កែឆ្មាមកពីណាហ្នឹងក៏ចង់មកទិញទីធ្លានៅទីនេះផងដែរឬក៏បន្ទប់នឹងឯងដែលមើលទៅក៏ដាំដុះរបស់ពួកឯងនឹងពិតជាមិនស័ក្តិសមនឹងពពួកបិសាចនោះទេសមតែជាអ្នកជូតច្បែកជើងនឹងឯងដែលយើងក៏បាននៅថាตัวរបស់យើងក៏បានលាក់នៃការដាំដុះរបស់គាត់នឹងឯងហើយក៏នៅទៅរអ៊ូខ្ញុំមិននឹកស្មានថានៅតែមានគេមើលស្រានោះទេបន្ទាប់មកបរិសុទ្ធខៀវម្នាក់ក៏បានដើរមកដល់អបនុគណៈពេលបានឃើញក៏បានហៅទៀតថាលោកម្ចាស់ដែលប្រតិចាសសនោះក៏បានឃើញក៏បានរាក់ទាក់ទៅកាន់គេយ៉ាងខ្លាំងក្លាតែម្ដងហើយគេក៏នៅតែបានឌីលេពួកចង្រៃយកមិនក៏ឲ្យមិនចាច់ចេញទៀតទឹកដីយ៉ាអូរីមួយនេះគឺកំណត់ទៅដោយព្រះម្ចាស់របស់ខ្ញុំហើយវាមិនមែនគឺជាអ្វីដែលពួកឋានៈទាបរបស់ឯងទទួលបាននោះទេបរិសុទ្ធខៀវក៏បានលើក៏បានស្រែកទៅវិញថាចង្រៃយោតើឯណាភ្នែករបស់ឯងនោះហើយអ្វីក៏ឯងហ៊ានស្ដីឲ្យទៅកាន់មនុស្សថ្នាក់លើបែបនេះតើឯងកំពុងតែរងាប់ហើយមែនទេហើយគាត់ក៏បានគ្រប់ទៅកាន់ទ័ពរបស់យើងដែលជាវូយ៉ងនឹងក៏បានហៅលោកម្ចាស់គណៈពេលនេះខ្ញុំក៏បានមកយឺតហើយអបិសសក៏បានឃើញក៏បានហាមកធំនឹងឯងនឹងក៏បានឆ្ងល់តើរដអស់ចាំរនេះហើយអ្វីក៏គ្រប់ទៅកាន់អំពួកមនុស្សបែបនេះទៅវិញទ័ពប្រក៏បានទៅវិញមិនអីនោះទេខ្ញុំគ្រាន់តែទៅភ្នែកទៅកាន់បំរើមួយចំនួនប៉ុណ្ណោះគណៈពេលនោះបរិសុទ្ធខៀវក៏បានទៅវាយទៅកាន់បែបនោះហើយចង់ដេញគេចេញទៀតផងហើយវាក៏បានមកនិយាយសុំទោសទៅថាខ្ញុំគឺមានភ្នែកឥតវិស្រីសូមជួយលើកលែងទោសឲ្យខ្ញុំម្នាក់ផងហើយចែមួយវិញក៏បានមកជួយនិយាយទៅកាន់គេផងដែរក៏បានលើកដូច្នេះហើយទើបប្រពយើងក៏បានលើកលែងទោសឲ្យគេម្ដងទៅបរិសុទ្ធខៀវក៏បាននិយាយទៅវិញថាឯងគួរតែដឹងពីអ្វីដែលគួរនិយាយនិងអ្វីដែលមិនគួរនិយាយហើយបែបនោះក៏បានឆ្លើយថាយល់ផងដែរហើយវាក៏នៅតែបានរអ៊ូពួកអស់នេះពិតជាចង្រៃខ្លាំងមែនទែននៅតែជួយចិត្តលក្ខណៈតសញ្ញាណរបស់ខ្លួនឯងទៀតផងប្រហែលជាខ្ញុំត្រូវប្រយ័ត្នបន្តិចហើយនៅពេលអនាគតនោះយ៉ងរបស់យើងមិនបានខ្វល់នោះទេព្រមទាំងនិយាយទៀតថានៅរយៈពេល2ថ្ងៃទៀតដើម្បីចូលទៅកាន់ការប្រជុំរបស់ពួកបិសាចទាំង10000នាក់ឥឡូវនេះយើងគួរតែទៅរកមើលមនុស្សចំនួន4នាក់នោះតើគេមកដែរឬទេបន្ទាប់មកបរិសុទ្ធខៀវក៏បានជួយព្រមនឹងការសម្រេចចិត្តមួយនេះគាត់ក៏បាននិយាយទៅកាន់អាចារ្យមួយវិញទៀតថានៅទីនេះនោះប្រកាសណាគឺមានបិសាចនឹងគឺពិតជាច្រើនខ្លាំងណាស់នៅរយៈពេលរសៀលអីចឹងទៅអញ្ចឹងហើយសូមឲ្យនាងទៅជាបាក់របួសឲ្យលឿនបន្តិចទៅហើយនាងក៏បានថាអត់បីគាត់លោកហៅខ្ញុំថាលោកស្រីទៅវិញបន្ទាប់ពីអាចារ្យរបស់យើងមកត្រាំទឹកឲ្យព្រមទាំងទៅសើទៀតថាខ្ញុំមិននឹកស្មានថាទឹកដីអូរ៉ូឈីមួយនេះពិតជាអស្ចារ្យខ្លាំងណាស់ទាំងពលជីនឹងពិតជាខ្លាំងមែនទែនប្រកាសណាវាក៏បានជាបានមកកាន់របួសឈីរបស់ខ្ញុំយ៉ាងលឿននិងរហ័សផងដែរទោះឲ្យប្រាប់របស់យើងក៏បាននិយាយទៀតថាវាពិតជាល្អណាស់តែអ្នកដូចជាគួរអាណិតបន្តិចជាអកុសលទឹកដីអូរ៉ូឈីនេះគឺអាចជាបានទៅកាន់របួសតែរាងកាយប៉ុណ្ណោះគឺវាមិនអាចស្ដារកោចងចាំរបស់អ្នកបាននោះទេអាចារ្យមួយវិញក៏បានប្រទល់វិញថាមិននោះទេបន្ទាប់ពីរាងកាយរបស់ខ្ញុំបានជាស្វាស្បាយហើយនោះប្រកាសណាការចងចាំនឹងក៏ត្រឡប់មកវិញបន្តិចម្ដងដែរនៅគណៈពេលអនាគតនោះប៉ុន្តែទោះបីយើងក៏បានភ្លេចខ្លួននឹងងាកមកថាវាពិតមានទេប៉ុន្តែងាកមកនឹងគឺមកបោយកថាមុខទៀតបាត់ទៅហើយបន្ទាប់ពីចេញមកក្រៅក៏បាននិយាយដោះសារទៀតថាខ្ញុំមិនបានឃើញទេគាត់តែឃើញភ្នំពីរប៉ុណ្ណោះហើយក៏បានកាន់ដៃទៅកាន់កូនស្រីរបស់គេទៀតថាសូមអត់ទោសខ្ញុំម្ដងទៅនឹងក៏បានប្រាប់ទៅវិញកាលពី100ឆ្នាំមុនខ្ញុំគ្រាន់តែចង់ឃើញទៅកាន់ព្រឹត្តិការណ៍នៃប្រកាសជប់ព្រិលប៉ុណ្ណោះវាដល់ពេលហើយប្រហែលខ្ញុំអាចឃើញវាបាននៅពេលឥឡូវនេះពួកអាចារ្យក៏បាននិយាយទៀតថានេះពិតជាទស្សនវិជ្ជាដ៏អស្ចារ្យមែនក្នុងរយៈពេល100ឆ្នាំទៅបានឃើញម្ដងនោះទេបន្ទាប់ពីដំណើរមកមុខទៀតអាចារ្យមួយវិញក៏បានគិតថាតើខ្ញុំជួបប្រពន្ធរបស់គាត់មែនទេប៉ុន្តែវាដូចជាមិនសូវល្អនោះទេទោះប្រក៏បានគិតថាការនិមិត្តរបស់ទឹកដីអូរ៉ូឈីរយៈពេល3ថ្ងៃទៀតអ្វីដែលម្ដាយរបស់ខ្ញុំគឺបាននិយាយរំលឹកតើត្រូវរងចាំរហូតពី3ថ្ងៃទៀតមែនទេប្រកាសណាបន្តិចទៀតបិសាចចំនួន10000នាក់ប្រកាសជួបប្រមុខដំណើរទីនេះនិងបើការនិយាយដោយផ្លូវការចំណែកស្រះទឹកបរិសុទ្ធទាំង5គឺបើកនៅកន្លែង5កន្លែងបើសិនមកជាមានអ្វីអត់កំបាំងនោះប្រហែលជាមានរឿងអ្វីមួយចំនួនត្រូវធ្វើជាមួយនឹងត្រកូលនេះនិងត្រកូលហ្វូនីល
គណៈពេលនោះក៏បានដឹងថាវាឡូវនេះប្រតិការប្រកាសឈប់ទឹកកកក៏បានចាប់ផ្ដើមហើយគណៈពេលនោះទឹកទាំងអស់ក៏ត្រូវបានកបន្ទាប់មកថាពលដ៏អាចារ្យនិងមហោសចារក៏បានបង្កើតទៅកាន់ការឈប់ទឹកកកជាច្រើនផងដែរដែលភាគនេះរាំងស្វីតបន្តិចហើយអ្នកខ្លះអត់គូដេញអោបខ្នើយអោបទៅហើយតួប្រុសរបស់យើងក៏បាននិយាយសម្ដីព្រានទៅថាទោះបីការជុកនេះស្អាតយ៉ាងណាក៏ដោយមិនស្អាតប្រហែលស្នាមញញឹមរបស់អ្នកនោះទេប៉ុន្តែអាចារ្យរបស់យើងក៏ហឹមបន្តិចព្រមទៅដល់ចាច់ចេញទៅវិញអ្នកពិតជាសម្ដីផ្អែមមែនប៉ុន្តែគណៈពេលនាងដើរទៅនោះអបិដោស្នែមអ្នកក៏បាននិយាយទៅថាអីក្មេងស្រីតូចក៏ទៅចន្ទនាទៅដែលវាគឺជាមនុស្សក្នុងកោសម្ព័ន្ធនេះហើយមើលទៅយ៉ាងម៉េចដែរនៅគណៈពេលទិដ្ឋភាពដ៏ស្រស់ស្អាតសម្រាប់បងអ្នកក៏មកអត់នោះដែរហេតុអ្វីមិនអនុញ្ញាតឲ្យខ្ញុំកំដរអ្នកទៅហើយក៏ហៅកូនចាស់របស់គេព្រមទាំងនិយាយទៅថាខ្ញុំនឹងដល់ស្នាមញញឹមឲ្យអ្នកតែអូនឯងចឹងរត់ទៅណាទៅមើលពីក្រោយសិតពិសេសប៉ុន្តែគណៈបនុស្បែកជើងមួយក៏ហមមកកណ្ដាលមុខរបស់គេតែម្ដងបន្ទាប់មកទើបប្ររបស់យើងក៏បាននិយាយទៅថាស្បែកជើងរបស់ខ្ញុំគឺបានដើរគ្រប់ទីកន្លែងខ្លះរបស់វាពិតជាមិនធម្មតាទេគណៈពេលដែលវាដល់ស្បែកជើងចេញក៏បានស្រែកទៅថាពួកដៃចិត្តការទៅកាន់កូននេះមួយមើលវាហ៊ានយកស្បែកជើងមកទៅកាន់ព្រះរាជបុត្រនេះស្រែកនេះផងប៉ុន្តែគណៈពេលនោះកូនចាស់របស់គេក៏បានដេកថ្មរហបាត់ទៅហើយបែបនោះមិនអាចធ្វើអ្វីបាននោះទេក្រៅពីឈរឈ្ងៀមនឹងឯងហើយពួកគេទាំងពីរក៏ចង់ដើរចេញពីទីនោះប៉ុន្តែព្រះរាជបុត្រនេះក៏បានស្រែកទៅថាអប្រហើនហ៊ានប្រមាថមកកាន់ព្រមម្ចាស់នេះក៏រីកផងព្រមទាំងបញ្ចេញរឿងការរបស់គេដល់កន្ទុយនេះឯនឹងឯងព្រមទាំងបានសម្រុកចូលទៅនិងប្រើសម្ដីដូចក៏ក្លឿនទើបព្រះរបស់យើងងាកមកបែបនោះក៏បានស្រែកទៅរੂទៅព្រមទាំងបានយកកន្ទុយដ៏ស្រស់ស្អាតចង់ចាប់ទៅកាន់អាចារ្យមកវិញទើបរបស់យើងក៏បានប្រើទៅកាន់ជំនាញផ្សេង1000ឆ្នាំពីប្រើទៅកាន់គេហើយក៏បានចាប់កន្ទុយនេះដល់ក៏ក្លឿនរបស់វានឹងឯងដកកន្ទុយដល់ក៏ខ្វក់របស់ឯងចេញពីភារយារបស់ខ្ញុំទៅបែបនោះក៏បានឆ្ងល់តែម្ដងហើយវាក៏នៅអាចបងក្រាបទៅកាន់ភ្លើងអតិទេពឋានសួគ៌របស់ខ្ញុំបាននឹងក៏បានគេលេងផងដែរទើបប្រុសក៏បាននិយាយថានិយាយច្រើនម្លេះនោះទេហើយក៏ដែរនិយាយទៅអីនឹងក៏បានប្រោះទៅពុទ្ធគាត់របស់គាត់បង្កទៅកាន់វាតែម្ដងមិនដឹងងាប់ឬក៏រូននោះទេបន្ទាប់ពីចាត់ការទៅកាន់អកូននេះក៏រីកលិតចុងហើយក៏បានហៅប្រពន្ធរបស់គាត់ចេញពីទីនេះតែម្ដងពួកចៅចាំក៏បានមកនិយាយគ្នាទៅថាថាមិនព្រមបច្ចានេះគឺត្រូវបានស្លាប់ហើយមែនទេអាចារ្យមកវិញក៏បាននិយាយទៅថាតែយើងធ្វើវាជ្រុលដៃពេកមែនទេទោះឲ្យប្រុសក៏បានជាទៅវិញមិននោះទេក្នុងទឹកដីបិសាចមួយនេះគ្មានអ្វីគួរខ្លាចជាងប្រងម្ចាស់បិសាចនោះទេគណៈពលនោះបរិសុខគឺក៏បានមកហើយថាឥឡូវនេះចាំបានរកឃើញទៅកាន់លោកម្ចាស់ហើយទោះប្រុសក៏បានសួរមានរឿងអ្វីទៅគេក៏បានប្រាប់ទៅវិញថាក្នុងចំណោមមន្ត្រីទាំងអស់ដែលលោកម្ចាស់ខ្ញុំស្វែងរកនោះគ្មាននរណាម្នាក់ក្នុងចំណោមមនុស្សទាំង4នោះដែលមកទៅកាន់ទីនេះនោះទេហើយការប្រជុំរបស់ពួកបិសាច10000នាក់នឹងគឺពិតជាមានភាពសម្លាយបន្តិចត្រកូលបិសាចនោះក៏វាមានចំនួនតិចជាងពេលកណ្ដាលនៃការពីលើកមុនកូនចាស់របស់គេក៏បានត្រូវថាលោកម្ចាស់ឲ្យគ្មានរឿងល្អនោះទេឥឡូវនេះក៏សម្ព័ន្ធនេះនឹងគឺបានពាត់មកកាន់ពួកយើងហើយពួកគេព្រមទាំងបាននិយាយថានឹងសងសឹកទៅកាន់ព្រះម្ចាស់នេះរបស់គេនឹងឯងអាចារ្យមកវិញក៏បានប្រាប់ទៅកាន់តួប្រុសរបស់យើងហើយគណៈពេលដែលយើងចាក់ចេញពីទីនេះទៅវាល្អជាងគាត់ក៏បានតទៅវិញមិននោះទេរបស់នេះគឺមិនទាន់ជាស្វ័យឡើយយើងគឺមិនបាច់ទៅណានោះទេគណៈពេលនេះអាចារ្យមកវិញក៏បានតទៅវិញមិននោះទេវាមិនសំខាន់នោះទេជាមួយរបស់ខ្ញុំនោះប៉ុន្តែពួកគេនៅតែស្វីតនឹងឯងមិនឃើញមនុស្សស៊ីងកពី3នាក់នៅចំពោះមុខនេះនោះទេហើយបរិសុខខៀវក៏បានចេញទៅកាន់គាត់នឹងទៅមើលនៃពួកស្ដេចនេះទាំងអស់នោះដែលហៅគាត់ទៅប្រយុទ្ធជាមួយនឹងគេនឹងឯងហើយតួប្រុសរបស់យើងក៏បាននិយាយថាមិនទេទៅខ្ញុំជាអ្នកដោះស្រាយអាចារ្យក៏បានសួរតើអ្នកចង់ធ្វើអីតួប្រុសក៏បាននិយាយវិញថាមិនទេជឿជាក់លើខ្ញុំទៅមិនទេគណៈពេលនេះទៅចាត់ការទៅកាន់ត្រកូលនេះដល់ក្រអឺតក៏ទុំនោះទៅហើយកូនចៅរបស់គេក៏បានពត់ទូទៅថាលោកម្ចាស់នេះក៏រីកគឺជាមនុស្សពីរនាក់នោះឯងព្រះចានេះម្នាក់នោះក៏បានចង់ឲ្យថាអីគឺជាពុជមនុស្សនិងនារីបរិសុទ្ធនោះមែនទេតួប្រុសរបស់យើងក៏បានសួរទៅវិញតើត្រកូលនេះរបស់ពួកឯងនឹងមកទីនេះដើម្បីអ្វីទៅព្រះចានេះក៏បានទៅវិញឯងក៏ហ៊ានណាស់ហ៊ានវាប្រហារមកកាន់កូនប្រុសរបស់ខ្ញុំផងតួប្រុសក៏បានលើទៅវិញប្រកាសណាភាពក្រអឺតកតំរបស់អ្នកនឹងក៏មានក្នុងសរសៃកូនប្រុសរបស់អ្នកដែរមើលទៅព្រះចៅក៏បានស្រែកទៅវិញថាហ៊ានមើងងាយមកកាន់សម្ព័ន្ធនេះរបស់ខ្ញុំផងព្រមទាំងបានបញ្ចេញកម្លាំងរបស់អ្នកទាំងពីរនឹងប្រឈមមុខដាក់ទៅកាន់គ្នាហើយដែលម្នាក់គឺជាចំហើយនេះដែលម្នាក់ទៀតគឺជាចំហើយនៃវិញ្ញាណភ្លើងអាចារ្យមកវិញក៏បានប្រាប់ទៅវិញបើសិនបើជាអ្នកចង់វាប្រហារនោះខ្ញុំនឹងចូលរួមទៅចោះតួប្រុសក៏បានទៅវិញមិនអីនោះទេឥឡូវនេះគឺវាមិនប្រញាប់នោះទេព្រះចៅនេះក៏បានស្រែកទៅថាអាមនុស្សតូចឯងប្រមាថមកកាន់ត្រកូលនេះរបស់ខ្ញុំពេកហើយត្រកូលនេះនឹងសម្លាប់ទៅកាន់ឯងនឹងមិនជាកូនចៅរបស់គេឲ្យសម្លាប់ទៅហើយឪពុកក៏បានត្រូវថាសម្លាប់ប៉ុន្តែគណៈពេលនោះមេឃមានធម្មពលមកប្រកដីព្រមទាំងបាញ់រន្ទះពណ៌ស្វាយមួយមកកាន់ដីនឹងឯងនឹងក៏បានលើសម្លេងមួយទៀតថាអ្នកឯណាហ៊ានប៉ះពាល់ទៅកាន់គាត់ប្រកាសណាគឺជាសត្រូវរបស់ត្រកូលហ្វេងរបស់ខ្ញុំដែលលេចឡើងនៅកាន់អាចារ្យភ្នំធំម្នាក់នឹងឯងព្រះចៅនេះក៏បានមកទៀតថាហ្វឹងធានតើចង់ធ្វើអ្វីហ្នឹងនាងក៏បានប្រតិវិញលោកព្រះចាតើអ្នកមិនទុកមុខឲ្យខ្ញុំទេមែន
ទេប្រតិចារនេះក៏បានក៏ហមទៅនៅសឡងគេមែនទេនឹកថាពុកមនុស្សនឹងគឺល្អណាស់មែនទេអាចារ្យភ្នំធំទៅចាប់ទៅកាន់ទូប្រពយើងប្រំស្រ័យទៀតថានេះគឺជាអនាគតប្តីរបស់ខ្ញុំតែយ៉ាងម៉េចដែរទំនាក់ទំនងក៏ប៉ុណ្នេះនោះបន្ទាប់មកកូនសម្ពន្ធនេះរបស់ពួកគេក៏បានស្រ័យថាហ្វុងធានគឺឈួតហើយមើលទៅតើគេការពារទៅកាន់អពួកមនុស្សនឹងដោយសេចក្តីស្នេហាមែនទេទូប្រពយើងក៏បាននិយាយក្នុងចិត្តទៅកាន់អាចារ្យមកវិញទៀតថានៅរៀមនេះពិតជាមានការសង្ស័យខ្លាំងណាស់ប៉ុន្តែគណៈមនុស្សប្រតិចារនេះក៏បានស្រ័យទៀតថាហាដាច់នេះទឹកដីនេះប្រកាសជាលក់មុខដោយសារហ្វុងធាននឹងឯងហើយអេមិនក៏សូមបញ្ចប់សាច់រឿងរបស់យើងត្រឹមតែប៉ុណ្្នឹងផងដែរគិតតែពេលនេះអេមិនជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ